ស្រីខែភ្ជុំដាក់បិណ្ឌក្នុងឆ្នាំថ្មីគួរតែលោកលេងទៅវត្តវាកុំនៅសំងំតែក្នុងផ្ទះឬតាលេងផ្ដេសផ្ដាស់គឺថាបុណ្យទានមិនឆ្ងាញ់ឆ្ងាញ់តែស្រាជេរគេលោឡាពាក្យពេញផ្លូវណាស់ហើយឈប់ខានប៉ុណ្ណឹងហើយកុំនៅកន្តាខំរិះរេតោះទៅបុណ្យរាប់បាតជាមួយគេកុំនៅទំនេរអត់បានការម៉ែអើរស់នៅប្រឹងព្រោះកូនដល់សូនជីវិតនៅបាត់សង្ខារមិនដឹងជាកើតនៅទីណាជាមនុស្សឯទេផ្ដាឬជាប្រែតបើកើតជាមនុស្សឬទេផ្ដាប្រសើរថ្លៃថ្លាព្រួងស្គាល់ហេតុខ្លាចណាស់តែផ្លត់ធ្រាំងជាប្រែតបាំងពួងឯក្រហេតុអត់អាស៊ីតែខ្ទង់ជាមនឹងលៀមុខរូបកាយអាក្រក់គួរអនិច្ចាវេទនាខ្លាំងណាស់ក្នុងសង្ខារមិនដឹងឯថ្ងៃណានឹងស្រាងស្រាននេះហើយព្រមកម្មចិញ្ចឹមកូនអង្គសលនាំខ្លួនឲ្យរំខានសោយទុកពុំសុខក្នុងសន្តានអស់លោកឯក្រុមបានខំរៀងរេឯឡូវភ័ក្រតបត់ខែភ្ជុំបាត់ប្រែទូញស្រែកយំឲ្យព្រួងនឹកកូនយំភពបាលដោះលែងឲ្យរួញខ្លួនទៅរកឯតាតូនកូនប្រពន្ធអនិច្ចាអើយរាសោពេញប្រែតហូរទឹកភ្នែករងទុកធ្ងន់ទៅរកគ្រប់វត្តខំកយគុណមិនឃើញប្រពន្ធកូនខ្លួនឡើយឃើញតែញាតិគេដល់ទេបានខំលោកលីមកអាបាយទឹកនំចំណៃទុកជូនដូនតាបរិភោគមកកាលណាគេបានឆ្អែតគ្រប់គ្នា
ឈប់ស្លែកត្រឹមនេះមិននិយាយស្ដីពីពួងប្រែតែកំព្រីយំសោកបោកខ្លួនក្បែរវីរងទុកឯវេទនីជាអាម៉ែកយកដៃគួងទ្រូងទូញយំថាអោអញនេះចាយខ្លួនខ្ញុំពេកកាលនៅជាមនុស្សខំទូលរែកយកថ្ងៃឯងអត់ដេកព្រួងតែកូនអីលើផ្លត់ខ្លួនទៅជាប្រែតនេះគេបានស៊ីឆ្អែតអត់នឹកនេះអោខ្លួនខ្ញុំហើយសែនវេទនាកំព្រីខ្លោចផ្សាឈឺចុកចាប់ហេតុនេះគួរគិតសង្វាយអសូរប្រាច់ពេកដេកផ្ងាប់កាប់ស្រីឃ្លានខ្លាំងណាស់ស្ទើរនឹងស្លាប់រៀបរាប់សាស័ព្ទស្រែកទូលថាអរកូនសំឡាញ់មាសឪពុករូបឪសោតទុកព្រោះកូនបាក់ឥឡូវបាក់កូននៅទីណាមិនឃើញញាត្រាមកនឹងគេអ្នកដឹងទេថារីឪពុកសោតទុកពុំសុខពោះរូបកូនបំបត្តិជីវិតសត្វឲ្យស្លាប់កូនឲ្យស្លាប់សូនឲ្យតែរូបកូនបានសុខសាន្តឥឡូវដល់កម្មតាមមកដល់ឲ្យឪពុកពុំដែលខ្សាសោយទុកពុំសុខក្នុងសន្តានគ្មានថ្ងៃស្រាក់ស្រាតម្ដងណាស់កូនអើយសូមកើតជាមនុស្សស្គាល់ខុសត្រូវកូនពៅគួរគិតដល់បៃតាស្រេកឃ្លានខ្លាំងណាស់ព្រោះអត់អាហារមិនដឹងថ្ងៃណានឹងបានហូបឡើយឥឡូវចិត្តដល់គំរុកថ្ងៃយំពុកបាលមកហៅឪពុកហើយអោកូនសំឡាញ់មាសឪពុកអើយកូនអើយតើកូននៅទីណាបើមិននឹងឪទៅឪសូមជួបបានអោមួយម៉ាត់រស់អស់ស៊ូស្លាប់ទៅចុះប្រុសជីវ៉ាឪពុកអត់ថាទេកូនអើយឥឡូវតារកគ្រប់តែវត្តមិនឃើញមកសោះកូនពិសីឲ្យអស់សង្ឃឹមនឹងបានចំណេញអោកូនប្រុសស្រីឪពុកលាហើយប្រាត់ទូញទាំងអស់សង្ឃឹមតាំងពីព្រលឹមទួលព្រលប់ហើយទ្រូងប្រែតខែថប់អត់ដាស់ហើយម្លេះសម្លាញ់អើយខាងឃើញមុខរឿងនេះឈប់ស្លេះបតិចចុះអស់លោកស្រីប្រុសពិចារណាឃើញទេរឿងនឹងព្រោះណាព្រោះតែបុត្រានិងបុត្រីនាំឲ្យឪពុកកើតជាប្រែតដើមហេតុព្រោះតែនំចំណីរកស៊ីចិញ្ចឹមកូនប្រុសស្រីដល់ពេលខ្សិនខ្សៃរងទុកធ្ងន់បើសិនជាយើងកូនកតញ្ញូត្រូវតែគិតគូរពីរឿងគុណកុំយកទីមស្រាធ្វើស្រែបុណ្យប្រយ័ត្នជាធ្ងន់ជាងខ្មោចឪខែជុំដាក់បិណ្ឌមករកបានរៀបចំឲ្យស្អាតមហូបចំណីបាំងសុគលឧទ្ទិសដល់តាយាយញាតិមិត្តប្រុសស្រីដែលចែកឋានឲ្យគាត់បានហូបចំណីនំដែលធ្វើផ្ដល់ដៃយ៉ាងចំណានហូបហើយកាលណាឲ្យពរបានសួស្ដីសុខសាន្តដល់កូនចៅរឿងនេះបើសិនជាអស់លោកណាតែមានប្រាជ្ញាបានបំពេញផលនោះនឹងជូនដល់យើងវិញសោយសុខ
ពោពេញដល់និព្វានហងឈប់ស្លេះសំខេបដោយវាចាខ្ញុំពេញសុខាសូមលើកដៃអភ័យអត់ទោសញាតទាំងប្រុសស្រីខ្ញុំសូមបញ្ចប់ខ្លីតែប៉ុណ្ណេះ